សួស្តីបងប្អូនប្រហែលជាបានស្គាល់ហើយអំពីសម្លការីនៅក្នុងវគ្គនេះខ្ញុំនឹងបង្ហាញអំពីសម្លមួយទៀតដែលមានផិនភាគប្រហាក់ប្រហែលនឹងសម្លការីដែរគឺសម្លណាតាំងការីសម្លមុខម្ហូបសម្លឬក៏មុខម្ហូបមួយនេះមានលក្ខណៈគោកមានរសជាតិស្រដៀងទៅនឹងសម្លការីដែរប៉ុន្តែមានកម្រិតស្រាលជាងនិងមិនសូវប្រើមុខបន្លែច្រើនដូចសម្លការីនោះទេវិធីធ្វើក៏មិនសូវជាស្មុគស្មាញពេកដែរនិងមានគ្រឿងផ្សំតិចល្មមធ្វើឲ្យយើងមានភាពងាយស្រួលចម្អិនជាលក្ខណៈគ្រួសារតាមសំណេរក្នុងសំណៅដើមម្ហូបមួយនេះត្រូវបរិភោគជាមួយនឹងនំប៉័ងប៉ុន្តែយើងក៏អាចបរិភោគជាមួយនឹងបាយបានដែរសម្លប្រភេទនេះបើសិនជាបងប្អូនដែលធ្លាប់ទៅពិសាអាហារជនជាតិឥណ្ឌាបងប្អូននឹងតែងតែឃើញមានប្រភេទស្រដៀងគ្នាជាច្រើនទៅនឹងសម្លការីដែលគេបរិភោគជាមួយនឹងនំរបស់គេក្រឡេកមកមើលសម្លណាតាំងការីនេះវិញតើយើងត្រូវធ្វើបែបណាហើយមានគ្រឿងផ្សំអ្វីខ្លះផ្នែកទី1គឺគ្រឿងផ្សំគឺយើងត្រូវមានសាច់សម្លកគោចំនួន70ក្រាមដំឡូងបារាំងចំនួន500ក្រាមខ្ទឹមបារាំងចំនួន400ក្រាមក្បាលខ្ទិះដូងចំនួន200មីលីលីត្រចុងខ្ទិះដូងចំនួន300មីលីលីត្រប៊ឺចំនួន30ក្រាមរសជីវ៉ាន់ស៊ុយ10ក្រាមគ្រឿងការី5ក្រាមអំបិល10ក្រាមម្រេចម៉ដ្ឋ5ក្រាមស្ករស30ក្រាមប្រេងឆា10មីលីលីត្រនិងនំប៉័ង10ដើមរយៈពេលនៃការរៀបចំគឺយើងប្រើពេល30នាទីរយៈពេលវេលាសម្រាប់ចម្អិនគឺយើងប្រើពេល25នាទីហើយការរៀបចំខាងលើអាចញ៉ាំសម្រាប់មនុស្ស4ទៅ6នាក់ផ្នែកទី2ខ្ញុំសូមរៀបរាប់អំពីការរៀបចំគ្រឿងផ្សំនិងវិធីចម្អិនសាច់គោនិងដំឡូងបារាំងហាន់4ជ្រុងតូចប៉ុនម្រាមដៃរួចដាក់ដោយឡែកពីគ្នាខ្ទឹមបារាំងចិញ្ច្រាំឲ្យម៉ដ្ឋរសជីវ៉ាន់ស៊ុយហាន់ល្អិតរួចបុកឲ្យម៉ដ្ឋយកឆ្នាំងសម្លដាំលើកម្ដៅល្មមហើយចាក់ប្រេងឆានិងប៊ឺចូលរួចដាក់រសជីវ៉ាន់ស៊ុយផាត់ឲ្យចេញក្លិនឈ្ងុយសំបង់គ្រឿងការីដំឡូងបារាំងនិងខ្ទឹមបារាំងផាត់នឹងគ្រឿងប្រហែល3នាទីទៀតទើបចាប់ផ្ដើមចាក់សាច់គោផាត់ជាមួយនឹងគ្រឿងឲ្យសព្វសឹមចាក់ខ្ទិះដូងចុងចូលទុករម្ងាស់រយៈពេល10នាទីឲ្យសាច់ឆ្អិនបានល្អរួចថែមអំបិលម្រេចនិងស្ករកូរឲ្យសព្វចុងក្រោយចាក់ក្បាលខ្ទិះដូងចូលកូរបន្តិចរួចលើកចុះជាការស្រេចចំណែកនំប៉័ងហាន់ជាចំណិតរួចដាក់ឆ្អើរឲ្យស្រួយតិចធ្វើបែបនេះគឺយើងនឹងទទួលបានសម្លណាតាំងការីហើយបន្ទាប់មកទៀតបងប្អូនអាចរៀបចំដើម្បីបរិភោគសម្លណាតាំងការីនេះដែរគឺបងប្អូនគ្រាន់តែរៀបចំនំប៉័ងនៅក្នុងចានឲ្យបានស្អាតរួចដួសណាតាំងការីដាក់ចូលក្នុងកូនចានតូចល្មមចាប់យកនំប៉័ងយកទៅជ្រលក់និងណាតាំងការីបរិភោគដោយឆ្ងាញ់ពិសាបងប្អូនក៏អាចបរិភោគណាតាំងការីជាមួយនឹងបាយបានដែរសម្រាប់វីដេអូយើងថ្ងៃហ្នឹងបងប្អូនមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតជាមួយនឹងមុខម្ហូបផ្សេងបងប្អូនសូមជួយ like ឬក៏ share វីដេអូមួយនេះហើយបងប្អូនអាចជួយ like page ឬក៏ channel Facebook របស់បងប្អូនបានសូមអរគុណសម្រាប់ពេលវេលាដ៏មានតម្លៃដែលបាន
អឺមកទស្សនាការបង្ហាញអំពីរបៀបធ្វើសម្លណាតាំងការីជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជួយ Subscribe ផងណា